ពេលខ្លះអ្វីដែលធ្វើឲ្យយើងនឿយហត់បំផុតមិនមែនជាការងារមិនមែនជាបញ្ហាមិនមែនជាមនុស្សជុំវិញខ្លួនទាំងអស់នោះទេតែវាគឺជាចិត្តរបស់យើងផ្ទាល់ចិត្តដែលគិតច្រើនពេកចិត្តដែលភ័យខ្លាចអនាគតចិត្តដែលនៅតែឈឺចាប់ពីអតីតកាលចិត្តដែលមិនអាចសម្រាកបានសូម្បីតែរាងកាយកំពុងស្ងៀមក៏ដោយមានពេលខ្លះយើងអង្គុយស្ងៀមប៉ុន្តែខាងក្នុងវិញដូចជាមានព្យុះកំពុងបក់បោកមានពេលខ្លះយើងមិនមែនចង់បានអ្វីធំដុំទេយើងគ្រាន់តែចង់បានចិត្តមួយដែលស្ងប់ចិត្តមួយដែលមិនរត់ទៅរកការភ័យចិត្តមួយដែលអាចនិយាយថាខ្ញុំនឹងមិនបោះបង់ខ្លួនឯងទេខ្ញុំនឹងដោះស្រាយវាទៅម្ដងមួយជំហានថ្ងៃនេះយើងនឹងនិយាយអំពីឥទ្ធិពលនៃការរក្សាចិត្តឲ្យស្ងប់មិនមែនស្ងប់ដើម្បីគេចចេញពីជីវិតទេប៉ុន្តែស្ងប់ដើម្បីមានកម្លាំងប្រឈមមុខជាមួយជីវិតមិនមែនស្ងប់ព្រោះគ្មានបញ្ហាទេប៉ុន្តែស្ងប់ព្រោះយើងរៀនមិនឲ្យបញ្ហាគ្រប់គ្រងចិត្តយើងសូមដកដង្ហើមចូលយឺតៗហើយដកចេញយឺតៗនៅពេលនេះមិនចាំបាច់រត់ទៅណាទេមិនចាំបាច់គិតអ្វីច្រើនទេគ្រាន់តែស្ដាប់ហើយអនុញ្ញាតឲ្យចិត្តអ្នកសម្រាកបន្តិចមានមនុស្សជាច្រើនគិតថាមនុស្សដែលស្ងប់គឺជាមនុស្សទន់ខ្សោយពួកគេគិតថាបើមិនតបតភ្លាមបើមិនខឹងវិញបើមិនប្រកែកបើមិនបង្ហាញអារម្មណ៍ខ្លាំងនោះមានន័យថាអ្នកចាញ់ប៉ុន្តែការពិតមិនមែនបែបនោះទេមនុស្សដែលអាចរក្សាចិត្តឲ្យស្ងប់បានគឺជាមនុស្សដែលមានកម្លាំងខាងក្នុងខ្ពស់ណាស់ព្រោះការខឹងភ្លាមងាយណាស់ការឆ្លើយតបដោយអារម្មណ៍ងាយណាស់ការស្រែកការរអ៊ូការបោះបង់ការប្រញាប់សម្រេចចិត្តគឺជាអ្វីដែលកើតឡើងនៅពេលចិត្តបាត់បង់តុល្យភាពប៉ុន្តែការរក្សាខ្លួនឲ្យស្ងប់នៅពេលដែលអ្នកចង់ខឹងការស្ងៀមបន្តិចនៅពេលអ្នកចង់និយាយពាក្យដែលអាចធ្វើឲ្យខ្លួនសោកស្ដាយការដកដង្ហើមជាមុននឹងសម្រេចចិត្តធំនោះគឺជាកម្លាំងចិត្តស្ងប់មិនមែនមានន័យថាអ្នកមិនឈឺចាប់ទេវាមានន័យថាអ្នកឈឺចាប់ប៉ុន្តែអ្នកមិនអនុញ្ញាតឲ្យការឈឺចាប់ដឹកនាំជីវិតអ្នកចិត្តស្ងប់មិនមែនមានន័យថាអ្នកមិនខ្វល់ទេវាមានន័យថាអ្នកខ្វល់ប៉ុន្តែអ្នកមិនបាត់បង់ខ្លួនឯងក្នុងរឿងដែលអ្នកខ្វល់ចិត្តស្ងប់មិនមែនមានន័យថាអ្នកគ្មានអារម្មណ៍ទេវាមានន័យថាអ្នកមានអារម្មណ៍ប៉ុន្តែអ្នករៀនដាក់វានៅកន្លែងត្រឹមត្រូវមនុស្សម្នាក់ដែលមានចិត្តស្ងប់មិនមែនគ្មានព្យុះនៅក្នុងជីវិតទេប៉ុន្តែគាត់ដឹងថាគាត់មិនចាំបាច់ខ្លាចជាព្យុះជាមួយវាទេគាត់អាចនិយាយទៅខ្លួនឯងថាបញ្ហានេះធ្ងន់ប៉ុន្តែខ្ញុំនឹងមិនឲ្យវាបំផ្លាញសន្តិភាពខាងក្នុងរបស់ខ្ញុំទេហើយនេះហើយជាចំណុចចាប់ផ្ដើមនៃកម្លាំងពិតប្រាកដនៅពេលទឹកកំពុងកក្រើកយើងមិនអាចមើលឃើញអ្វីនៅបាតទឹកបានច្បាស់ទេប៉ុន្តែពេលទឹកស្ងប់អ្វីក៏ចាប់ផ្ដើមបង្ហាញខ្លួនចិត្តយើងក៏ដូចគ្នាពេលចិត្តរវល់ពេកយើងមើលបញ្ហាធំជាងការពិតពេលចិត្តភ័យខ្លាចយើងគិតថាអនាគតនឹងអាក្រក់ជានិច្ចពេលចិត្តខឹងយើងមើលមនុស្សដទៃតាមអារម្មណ៍មិនមែនតាមការពិតពេលចិត្តឈឺយើងអាចគិតថាគ្មានអ្វីល្អនៅសល់ទៀតទេប៉ុន្តែពេលចិត្តស្ងប់យើងចាប់ផ្ដើមសួរខ្លួនឯងបានច្បាស់ជាងមុនតើបញ្ហានេះពិតជាធ្ងន់ដល់ថ្នាក់ណាតើអ្វីដែលខ្ញុំអាចធ្វើបានឥឡូវនេះតើអ្វីដែលខ្ញុំគួរលែងកាន់ទុក្ខតើអ្វីដែលខ្ញុំត្រូវផ្ដោតមុនគេចិត្តស្ងប់ជួយឲ្យយើងមើលឃើញជម្រើសមុននេះយើងគិតថាខ្ញុំគ្មានផ្លូវទេប៉ុន្តែពេលស្ងប់យើងឃើញថាប្រហែលមានផ្លូវមួយប្រហែលមិនមែនផ្លូវលឿនប៉ុន្តែជាផ្លូវដែលអាចចាប់ផ្ដើមបានមនុស្សជាច្រើនសម្រេចចិត្តខុសមិនមែនព្រោះគាត់មិនឆ្លាតទេតែព្រោះគាត់សម្រេចចិត្តនៅពេលចិត្តកំពុងក្តៅពាក្យខ្លះដែលនិយាយចេញពេលខឹងអាចធ្វើឲ្យបាត់បង់ទំនាក់ទំនងជាច្រើនឆ្នាំសេចក្តីសម្រេចខ្លះដែលធ្វើពេលភ័យអាចនាំឲ្យយើងសោកស្ដាយយូរដូច្នេះមុននឹងសម្រេចអ្វីធំសូមសួរខ្លួនឯងមួយសិនតើខ្ញុំកំពុងសម្រេចពីចិត្តស្ងប់ឬពីអារម្មណ៍ដែលកំពុងឈឺចិត្តស្ងប់មិនត្រឹមតែធ្វើឲ្យយើងសម្រាកទេវាធ្វើឲ្យយើងឆ្លាតជាងមុនវាធ្វើឲ្យយើងមិនឆ្លើយតបជាមួយជីវិតដោយភាពភ័យខ្លាចពេលចិត្តយើងមិនស្ងប់រាងកាយក៏ទទួលអារម្មណ៍នោះដែរអ្នកអាចសង្កេតឃើញថាពេលអ្នកតានតឹងខ្លាំងដង្ហើមអ្នកខ្លីពេលអ្នកគិតច្រើនក្បាលអ្នកធ្ងន់ពេលអ្នកបារម្ភច្រើនបេះដូងអ្នកលូតលឿនពេលអ្នកមានអារម្មណ៍មិនស្ងប់ជាបន្តបន្ទាប់រាងកាយនឹងដូចជាកំពុងប្រយុទ្ធជានិច្ចប៉ុន្តែយើងមិនអាចប្រយុទ្ធរាល់ថ្ងៃរាល់ម៉ោងរាល់នាទីដោយមិននឿយហត់បានទេចិត្តដែលតានតឹងយូរអាចធ្វើឲ្យយើងគេងមិនលក់ហត់ងាយខឹងងាយមិនចង់និយាយជាមួយអ្នកណាហើយពេលខ្លះមិនចង់ធ្វើអ្វីទាំងអស់ដូច្នេះការរក្សាចិត្តឲ្យស្ងប់មិនមែនជារឿងផ្លូវចិត្តតែមួយមុខទេវាជាការថែរក្សារាងកាយផងដែរពេលចិត្តស្ងប់ដង្ហើមយើងចាប់ផ្ដើមជ្រៅជាងមុនពេលដង្ហើមជ្រៅរាងកាយមានអារម្មណ៍ថាខ្ញុំមានសុវត្ថិភាពពេលរាងកាយមានអារម្មណ៍ថាមានសុវត្ថិភាពសាច់ដុំចាប់ផ្ដើមធូរមុខចាប់ផ្ដើមទន់ស្មាចាប់ផ្ដើមធ្លាក់ចុះ
បេះដូងចាប់ផ្ដើមស្ងប់សូមសាកល្បងឥឡូវនេះដកដង្ហើមចូលយឺតរាប់ក្នុងចិត្ត1 2 3 4ទុកដង្ហើមបន្តិចហើយដកចេញយឺត1 2 3 4 5ធ្វើម្ដងទៀតដកចូលហើយដកចេញអ្នកមិនចាំបាច់ដោះស្រាយជីវិតទាំងមូលក្នុងពេលនេះទេអ្នកគ្រាន់តែត្រូវត្រឡប់មករកដង្ហើមមួយនេះពេលចិត្តយើងស្ងប់រាងកាយយើងនឹងអរគុណយើងព្រោះពេលខ្លះអ្វីដែលរាងកាយយើងត្រូវការមិនមែនត្រឹមតែអាហារឬការគេងទេប៉ុន្តែវាត្រូវការចិត្តមួយដែលមិនវាប្រហារខ្លួនឯងរាល់ថ្ងៃពាក្យសម្ដីមានកម្លាំងណាស់ពាក្យមួយអាចលើកទឹកចិត្តមនុស្សម្នាក់ពាក្យមួយអាចធ្វើឲ្យមនុស្សម្នាក់ឈឺចាប់យូរពាក្យមួយអាចសង់ទំនាក់ទំនងពាក្យមួយក៏អាចបំផ្លាញទំនាក់ទំនងដែរហើយភាគច្រើនពាក្យដែលយើងសោកស្ដាយបំផុតគឺជាពាក្យដែលយើងនិយាយចេញនៅពេលចិត្តមិនស្ងប់ពេលខឹងយើងចង់ឈ្នះពេលឈឺចាប់យើងចង់ឲ្យអ្នកដទៃឈឺដូចយើងពេលភ័យយើងចង់ការពារខ្លួនឯងដោយប្រើពាក្យខ្លាំងប៉ុន្តែបន្ទាប់ពីអារម្មណ៍នោះស្ងប់ទៅយើងទើបគិតថាហេតុអ្វីខ្ញុំនិយាយបែបនោះហេតុអ្វីខ្ញុំមិនស្ងៀមបន្តិចហេតុអ្វីខ្ញុំមិនដកដង្ហើមមុនចិត្តស្ងប់ជួយឲ្យយើងជ្រើសរើសពាក្យវាធ្វើឲ្យយើងដឹងថាមិនមែនគ្រប់ការពិតត្រូវនិយាយដោយសំឡេងរឹងទេមិនមែនគ្រប់ការឈឺចាប់ត្រូវបង្ហាញដោយការបំផ្លាញទេមិនមែនគ្រប់ការខុសត្រូវឆ្លើយតបដោយការខឹងទេមនុស្សមានចិត្តស្ងប់អាចនិយាយពាក្យពិបាកដោយសេចក្តីគោរពគាត់អាចនិយាយថាខ្ញុំមិនពេញចិត្តនឹងរឿងនេះទេប៉ុន្តែខ្ញុំចង់និយាយដោយសន្តិភាពគាត់អាចនិយាយថាខ្ញុំឈឺចាប់ប៉ុន្តែខ្ញុំមិនចង់ឲ្យការឈឺនេះធ្វើឲ្យយើងបាត់បង់គ្នាទេគាត់អាចនិយាយថាខ្ញុំត្រូវការពេលបន្តិចដើម្បីឲ្យចិត្តខ្ញុំស្ងប់មុននឹងយើងបន្តការសន្ទនាពាក្យបែបនេះមិនមែនជាពាក្យខ្សោយទេវាជាពាក្យរបស់មនុស្សដែលដឹងតម្លៃនៃសន្តិភាពនៅពេលអ្នកចាប់ផ្ដើមថែរក្សាចិត្តអ្នកឲ្យស្ងប់អ្នកនឹងចាប់ផ្ដើមថែរក្សាពាក្យរបស់អ្នកផងដែរហើយនៅពេលពាក្យរបស់អ្នកទន់ជាងមុនទំនាក់ទំនងរបស់អ្នកក៏ចាប់ផ្ដើមធូរជាងមុនអតីតកាលមានកម្លាំងខ្លាំងណាស់បើចិត្តយើងមិនដឹងរបៀបដាក់វាចុះពេលខ្លះយើងគ្រាន់តែចង់រស់នៅថ្ងៃនេះប៉ុន្តែចិត្តយើងត្រឡប់ទៅថ្ងៃម្សិលមិញត្រឡប់ទៅពាក្យដែលគេធ្លាប់និយាយត្រឡប់ទៅការបរាជ័យដែលធ្លាប់កើតឡើងត្រឡប់ទៅមនុស្សដែលធ្លាប់ចាក់ចេញត្រឡប់ទៅកំហុសដែលយើងធ្លាប់ធ្វើហើយម្ដងម្កាលយើងមិនបានឈឺពីរឿងដែលកំពុងកើតឡើងឥឡូវនេះទេយើងឈឺពីរឿងដែលចិត្តយើងបន្តយកមកលេងឡើងវិញចិត្តស្ងប់មិនមានន័យថាយើងបំភ្លេចអតីតកាលទាំងអស់វាមានន័យថាយើងមើលអតីតកាលដោយមិនឲ្យវាមកគ្រប់គ្រងថ្ងៃនេះអតីតកាលអាចជាគ្រូប៉ុន្តែមិនគួរឲ្យវាក្លាយជាគុកអតីតកាលអាចរំលឹកយើងឲ្យប្រុងប្រយ័ត្នប៉ុន្តែមិនគួរឲ្យវាបង្រៀនយើងឲ្យភ័យខ្លាចជីវិតទាំងមូលអតីតកាលអាចប្រាប់យើងថាអ្នកធ្លាប់ឈឺសូមកុំភ្លេចការពារខ្លួនប៉ុន្តែចិត្តស្ងប់នឹងប្រាប់យើងថាបាទចាខ្ញុំធ្លាប់ឈឺប៉ុន្តែខ្ញុំក៏ធ្លាប់រស់រានមានជីវិតផងដែរខ្ញុំអាចចាប់ផ្ដើមម្ដងទៀតបានអ្នកមិនមែនជាកំហុសរបស់អ្នកទេអ្នកមិនមែនជាការបរាជ័យរបស់អ្នកទេអ្នកមិនមែនជាពាក្យអាក្រក់ដែលអ្នកដទៃធ្លាប់និយាយអំពីអ្នកទេអ្នកគឺជាមនុស្សម្នាក់ដែលកំពុងរៀនកំពុងលូតលាស់កំពុងព្យាយាមក្លាយជាមនុស្សល្អជាងមុនសូមនិយាយក្នុងចិត្តយឺតខ្ញុំអនុញ្ញាតឲ្យអតីតកាលបង្រៀនខ្ញុំប៉ុន្តែខ្ញុំមិនអនុញ្ញាតឲ្យវាបិទផ្លូវអនាគតរបស់ខ្ញុំទេអនាគតគឺជាអ្វីដែលមិនទាន់មកដល់ប៉ុន្តែចិត្តយើងជាញឹកញាប់យកអនាគតមកធ្វើឲ្យខ្លួនឯងឈឺនៅថ្ងៃនេះយើងគិតថាបើខ្ញុំបរាជ័យវិញបើលុយមិនគ្រប់បើគេមិនគាំទ្របើអ្វីមិនដូចដែលខ្ញុំរំពឹងបើថ្ងៃស្អែកកាន់តែពិបាកសំណួរបើអាចធ្វើឲ្យចិត្តយើងហត់ណាស់ប៉ុន្តែចិត្តស្ងប់នឹងបង្ហាញយើងថាយើងមិនចាំបាច់ដោះស្រាយថ្ងៃស្អែកទាំងមូលនៅថ្ងៃនេះទេថ្ងៃនេះយើងត្រូវការដោះស្រាយត្រឹមតែជំហានមួយត្រឹមតែការងារមួយត្រឹមតែការសម្រេចចិត្តមួយត្រឹមតែដង្ហើមមួយអនាគតមិនត្រូវបានសាងសង់ដោយការភ័យខ្លាចទេវាត្រូវបានសាងសង់ដោយសកម្មភាពតូចដែលយើងធ្វើដោយចិត្តស្ងប់ពេលចិត្តស្ងប់យើងចាប់ផ្ដើមសួរថាតើថ្ងៃនេះខ្ញុំអាចធ្វើអ្វីបានខ្លះតើថ្ងៃនេះខ្ញុំអាចរៀបចំអ្វីបានខ្លះតើថ្ងៃនេះខ្ញុំអាចកាត់បន្ថយអ្វីដែលមិនចាំបាច់បានខ្លះតើថ្ងៃនេះខ្ញុំអាចថែខ្លួនឯងបន្តិចបានយ៉ាងដូចម្តេចចិត្តមិនស្ងប់និយាយថាអ្វីអាចខូចទាំងអស់ចិត្តស្ងប់និយាយថាបើមានអ្វីកើតឡើងខ្ញុំនឹងដោះស្រាយទៅតាមជំហាននេះគឺជាភាពខុសគ្នាធំអ្នកមិនចាំបាច់ដឹងអនាគតទាំងមូលដើម្បីមានសន្តិភាពថ្ងៃនេះទេអ្នកគ្រាន់តែត្រូវជឿលើខ្លួនឯងថាទោះអ្វីកើតឡើងអ្នកនឹងមិនបោះបង់ខ្លួនឯងមានមនុស្សខ្លះទៀតគ្រាន់តែមានវត្តមានក៏ធ្វើឲ្យអ្នកជុំវិញមានអារម្មណ៍ស្ងប់ហេតុអ្វីព្រោះធម៌ពលខាងក្នុងរបស់មនុស្សអាចប៉ះពាល់ដល់បរិយាកាសជុំវិញ
ពេលចិត្តយើងរំខានយើងអាចនិយាយដោយសម្លេងតឹងមុខយើងអាចបង្ហាញភាពនឿយសកម្មភាពយើងអាចរហ័សនិងខុសច្រើនអ្នកជុំវិញយើងក៏មានអារម្មណ៍ថាតានតឹងតាមប៉ុន្តែពេលចិត្តយើងស្ងប់សម្លេងយើងទន់ភ្នែកយើងមានសេចក្តីយល់ការឆ្លើយតបរបស់យើងមានភាពជ្រាលជ្រៅបរិយាកាសក៏ចាប់ផ្ដើមស្រាលឡើងនេះហើយជាឥទ្ធិពលស្ងប់ចិត្តស្ងប់មិនត្រឹមតែជួយខ្លួនយើងទេវាជួយមនុស្សជុំវិញយើងផងដែរបើអ្នកជាម្ដាយចិត្តស្ងប់របស់អ្នកអាចធ្វើឲ្យកូនមានអារម្មណ៍សុវត្ថិភាពបើអ្នកជាអ្នកដឹកនាំចិត្តស្ងប់របស់អ្នកអាចធ្វើឲ្យក្រុមការងារមានទំនុកចិត្តបើអ្នកជាអ្នកលក់ចិត្តស្ងប់របស់អ្នកអាចធ្វើឲ្យអតិថិជនមានអារម្មណ៍ជឿជាក់បើអ្នកជាមនុស្សម្នាក់ដែលកំពុងប្រឈមនឹងជីវិតចិត្តស្ងប់របស់អ្នកអាចធ្វើឲ្យអ្នកនៅតែមានកម្លាំងបន្តថាមពលវិជ្ជមានមិនមែនជាការញញឹមខ្លាំងខ្លាយទេវាមិនមែនជាការនិយាយថាខ្ញុំល្អនៅពេលខាងក្នុងកំពុងបាក់បែកទេថាមពលវិជ្ជមានពិតប្រាកដគឺការនិយាយថាខ្ញុំកំពុងលំបាកប៉ុន្តែខ្ញុំនឹងរក្សាចិត្តខ្ញុំឲ្យស្អាតខ្ញុំនឹងមិនឲ្យភាពលំបាកធ្វើឲ្យខ្ញុំក្លាយជាមនុស្សរឹងនិងអស់សេចក្តីសង្ឃឹមទេចិត្តស្ងប់មិនមែនកើតឡើងដោយស្វ័យប្រវត្តិទេវាត្រូវការការហាត់ដោយរាងកាយត្រូវការហាត់ប្រាណចិត្តក៏ត្រូវការហាត់ស្ងប់ផងដែររបៀបទី1គឺការដកដង្ហើមដោយដឹងខ្លួនពេលអ្នកមានអារម្មណ៍ថាចិត្តរវល់សូមឈប់បន្តិចដាក់ដៃលើទ្រូងហើយដកដង្ហើមចូលយឺតប្រាប់ខ្លួនឯងថាខ្ញុំកំពុងត្រឡប់មករកខ្លួនឯងវិញរបៀបទី2គឺកុំឆ្លើយតបភ្លាមមិនមែនគ្រប់សារត្រូវតបភ្លាមទេមិនមែនគ្រប់ពាក្យរិះគន់ត្រូវការបញ្យល់ភ្លាមទេមិនមែនគ្រប់ការប៉ះទង្គិចត្រូវការឈ្នះភ្លាមទេខ្លះត្រូវការតែពេលដើម្បីឲ្យចិត្តត្រជាក់ពេលដើម្បីឲ្យពាក្យសម្ដីកាន់តែមានប្រាជ្ញារបៀបទី3គឺកាត់បន្ថយសម្លេងរំខានមិនមែនសម្លេងទាំងអស់មកពីខាងក្រៅទេមានសម្លេងមួយចំនួនមកពីខាងក្នុងផងដែរសម្លេងដែលនិយាយថាអ្នកមិនគ្រប់គ្រាន់ទេអ្នកមិនអាចធ្វើបានទេអ្នកនឹងបរាជ័យទៀតពេលសម្លេងបែបនេះមកសូមកុំជឿភ្លាមសូមសួរវិញថាតើនេះជាការពិតឬគ្រាន់តែជាការភ័យខ្លាចរបៀបទី4គឺចាប់ផ្ដើមថ្ងៃដោយស្ងប់មុននឹងចាប់ទូរស័ព្ទមុននឹងពិនិត្យសារមុននឹងឆ្លើយតបពិភពលោកសូមឲ្យខ្លួនឯង5នាទីអង្គុយស្ងៀមដកដង្ហើមនិយាយពាក្យល្អទៅខ្លួនឯងថ្ងៃនេះខ្ញុំនឹងធ្វើអ្វីៗដោយចិត្តស្ងប់ខ្ញុំនឹងមិនឲ្យអ្វីតូចបំផ្លាញសន្តិភាពរបស់ខ្ញុំទេខ្ញុំមានសមត្ថភាពដោះស្រាយជីវិតម្ដងមួយជំហានចាប់ផ្ដើមថ្ងៃដោយចិត្តស្ងប់គឺដូចជាការផ្ដល់ទិសដៅល្អឲ្យធម៌ពលរបស់អ្នកដល់ពេលចិត្តយើងស្ងប់យើងមិនបញ្ជូនធម៌ពលភ័យខ្លាចចេញទៅពិភពលោកច្រើនដូចមុនទេយើងចាប់ផ្ដើមបញ្ជូនធម៌ពលនៃទំនុកចិត្តធម៌ពលនៃភាពច្បាស់លាស់ធម៌ពលនៃការជឿថាអ្វីអាចកែលម្អបានក្នុងច្បាប់ស្រូបទាញអ្វីដែលយើងផ្ដោតអ្វីដែលយើងមានអារម្មណ៍នឹងប៉ះពាល់ទៅលើជំរឿសកម្មភាពនិងលទ្ធផលរបស់យើងបើចិត្តយើងពោពេញដោយការភ័យយើងសម្រេចចិត្តពីកន្លែងដែលខ្វះខាតបើចិត្តយើងស្ងប់យើងសម្រេចចិត្តពីកន្លែងដែលមានទំនុកចិត្តភាពខុសគ្នានេះធំណាស់មនុស្សដែលស្ងប់មិនមែនគ្រាន់តែអង្គុយរងចាំឲ្យអ្វីល្អកើតឡើងទេគាត់ធ្វើសកម្មភាពប៉ុន្តែគាត់ធ្វើសកម្មភាពដោយធម៌ពលមិនភ័យគាត់មិននិយាយថាខ្ញុំត្រូវតែបានមិនដូច្នោះទេខ្ញុំនឹងបរាជ័យទាំងស្រុងគាត់និយាយថាខ្ញុំនឹងធ្វើអ្វីដែលខ្ញុំអាចធ្វើបានថ្ងៃនេះខ្ញុំជឿថាជំហានតូចនឹងនាំខ្ញុំទៅកន្លែងល្អជាងមុនចិត្តស្ងប់ជួយឲ្យការស្រមៃរបស់យើងកាន់តែច្បាស់វាជួយឲ្យការអធិស្ឋានឬការបញ្ជាក់វិជ្ជមានរបស់យើងមានអារម្មណ៍ពិតវាជួយឲ្យយើងមិនស្រូបទាញពីកន្លែងខ្លាចប៉ុន្តែស្រូបទាញពីកន្លែងជឿជាក់សូមនិយាយក្នុងចិត្តយឺតខ្ញុំស្ងប់ខ្ញុំមានទំនុកចិត្តខ្ញុំស្វាគមន៍អ្វីល្អចូលមកក្នុងជីវិតខ្ញុំធ្វើសកម្មភាពដោយសន្តិភាពខ្ញុំជឿថាខ្ញុំសមនឹងទទួលបានជីវិតល្អជាងមុនពិភពលោកមិនតែងតែស្ងប់ទេមនុស្សមិនតែងតែយល់ចិត្តយើងទេការងារមិនតែងតែរលូនទេគម្រោងមិនតែងតែជោគជ័យភ្លាមទេទំនាក់ទំនងមិនតែងតែស្រួលទេលុយកាក់មិនតែងតែគ្រប់គ្រាន់ដូចយើងចង់បានទេប៉ុន្តែសំណួរគឺតើយើងនឹងអនុញ្ញាតឲ្យអ្វីខាងក្រៅគ្រប់គ្រងចិត្តខាងក្នុងរបស់យើងទាំងស្រុងឬបើថ្ងៃនេះមានមនុស្សនិយាយពាក្យមិនល្អតើយើងត្រូវបាត់បង់សន្តិភាពមួយថ្ងៃទាំងមូលឬបើការងារមួយមិនដូចចិត្តតើយើងត្រូវគិតថាជីវិតយើងបរាជ័យទាំងស្រុងឬបើមានរឿងមិនល្អមួយកើតឡើងតើយើងត្រូវអនុញ្ញាតឲ្យវាបំផ្លាញអ្វីល្អទាំងអស់ដែលនៅសល់ឬចិត្តស្ងប់នឹងឆ្លើយថាទេខ្ញុំអាចជ្រើសរើសរបៀបឆ្លើយតបរបស់ខ្ញុំបានយើងមិនអាចគ្រប់គ្រងអ្វីទាំងអស់បានទេ
ប៉ុន្តែយើងអាចហាត់គ្រប់គ្រងដង្ហើមយើងមិនអាចគ្រប់គ្រងពាក្យអ្នកដទៃបានទេប៉ុន្តែយើងអាចគ្រប់គ្រងពាក្យដែលយើងនិយាយទៅខ្លួនឯងបានយើងមិនអាចគ្រប់គ្រងអតីតកាលបានទេប៉ុន្តែយើងអាចជ្រើសរើសមិនឲ្យវាគ្រប់គ្រងថ្ងៃនេះយើងមិនអាចដឹងអនាគតទាំងមូលបានទេប៉ុន្តែយើងអាចធ្វើជំហានល្អមួយនៅពេលនេះហើយជាសេរីភាពខាងក្នុងសេរីភាពមិនមែនមានន័យថាជីវិតគ្មានបញ្ហាសេរីភាពគឺពេលមានបញ្ហាចិត្តយើងនៅតែមិនបោះបង់ខ្លួនឯងឥឡូវនេះសូមឲ្យខ្លួនអ្នកសម្រាកបន្តិចបើអ្នកកំពុងអង្គុយសូមអង្គុយឲ្យស្រួលបើអ្នកកំពុងដេកសូមអនុញ្ញាតឲ្យរាងកាយធូរចុះសូមបិទភ្នែកបន្តិចបើអ្នកមានអារម្មណ៍សុវត្ថិភាពដកដង្ហើមចូលយឺតៗហើយដកចេញយឺតៗស្រមៃថាមានពន្លឺទន់ៗមួយកំពុងចុះមកលើក្បាលអ្នកពន្លឺនោះមិនភ្លឺខ្លាំងទេវាទន់វាកក់ក្ដៅវាដូចជាពន្លឺព្រឹកព្រលឹមដែលមករំលឹកអ្នកថាថ្ងៃថ្មីនៅតែអាចចាប់ផ្ដើមបានពន្លឺនោះចុះមកលើមុខអ្នកធ្វើឲ្យមុខអ្នកទន់ចុះមកលើស្មាធ្វើឲ្យសម្ពាធធ្ងន់ធ្ងរធ្លាក់ចុះមកលើទ្រូងធ្វើឲ្យដង្ហើមអ្នកជ្រៅចុះមកលើបេះដូងប្រាប់អ្នកថាអ្នកបានខិតខំច្រើនហើយអ្នកអាចសម្រាកបានបន្តិចសូមនិយាយក្នុងចិត្តតាមខ្ញុំអនុញ្ញាតឲ្យចិត្តខ្ញុំស្ងប់ខ្ញុំមិនចាំបាច់ដោះស្រាយអ្វីទាំងអស់ក្នុងពេលតែមួយទេខ្ញុំអាចទៅមុខម្ដងមួយជំហានខ្ញុំអាចស្រឡាញ់ខ្លួនឯងទោះនៅថ្ងៃដែលខ្ញុំមិនល្អឥតខ្ចោះក៏ដោយខ្ញុំអាចស្ថិតនៅក្នុងពិភពដែលរវល់ដោយមិនឲ្យចិត្តខ្ញុំបាត់បង់សន្តិភាពខ្ញុំជ្រើសរើសស្ងប់ខ្ញុំជ្រើសរើសសន្តិភាពខ្ញុំជ្រើសរើសកម្លាំងខាងក្នុងដកដង្ហើមចូលហើយដកចេញនៅពេលនេះអ្នកគ្រប់គ្រាន់ហើយអ្នកមិនត្រូវបង្ហាញថាអ្នករឹងមាំគ្រប់ពេលទេអ្នកមិនត្រូវញញឹមគ្រប់ពេលទេអ្នកមិនត្រូវធ្វើអ្វីៗឲ្យល្អឥតខ្ចោះគ្រប់ពេលទេអ្នកគ្រាន់តែត្រូវនៅជាមួយខ្លួនឯងដោយសេចក្តីមេត្តាមុននឹងយើងបញ្ចប់សូមចងចាំរឿងមួយនេះការរក្សាចិត្តឲ្យស្ងប់មិនមែនជាការរត់ចេញពីបញ្ហាវាជាការត្រឡប់មករកកម្លាំងពិតរបស់អ្នកពេលចិត្តអ្នកស្ងប់អ្នកនឹងមើលឃើញច្បាស់ជាងមុនអ្នកនឹងនិយាយល្អជាងមុនអ្នកនឹងសម្រេចចិត្តល្អជាងមុនអ្នកនឹងថែរក្សាខ្លួនឯងល្អជាងមុនហើយអ្នកនឹងមិនអនុញ្ញាតឲ្យពិភពខាងក្រៅបំផ្លាញពិភពខាងក្នុងរបស់អ្នកងាយៗទៀតទេចាប់ពីថ្ងៃនេះទៅពេលមានបញ្ហាសូមកុំភ្លេចដង្ហើមពេលមានមនុស្សធ្វើឲ្យអ្នកខឹងសូមកុំភ្លេចថាសន្តិភាពរបស់អ្នកមានតម្លៃជាងការឈ្នះជម្លោះតូចៗពេលអនាគតធ្វើឲ្យអ្នកភ័យសូមត្រឡប់មកថ្ងៃនេះធ្វើត្រឹមជំហានមួយពេលអតីតកាលធ្វើឲ្យអ្នកឈឺសូមប្រាប់ខ្លួនឯងថាខ្ញុំបានរៀនហើយឥឡូវនេះខ្ញុំអនុញ្ញាតឲ្យខ្លួនឯងទៅមុខសូមឲ្យចិត្តអ្នកស្ងប់សូមឲ្យជីវិតអ្នកស្រាលសូមឲ្យអ្នកមានកម្លាំងនៅខាងក្នុងទោះពិភពខាងក្រៅមិនទាន់ល្អឥតខ្ចោះក៏ដោយអរគុណដែលបានស្ដាប់បើវីដេអូនេះប៉ះចិត្តអ្នកសូមរក្សាវាទុកស្ដាប់ម្ដងទៀតនៅថ្ងៃដែលចិត្តអ្នកត្រូវការសន្តិភាពសូមជូនពរឲ្យអ្នកមានថ្ងៃមួយដែលស្ងប់ស្រាលនិងពោរពេញដោយថាមពលល្អ